สุดท้ายต่อគ្នាចេញដំណើរទៅទីរ៉ៃថ្ងៃហ្នឹងកម្មវិធីបងប្អូនខ្ញុំថ្ងៃរៀបពីពេលអីអញ្ចឹងណាឥឡូវយើងចាប់ដើមមកដល់រោងការតែម្ដងលឿនកាត់អីអញ្ចឹងណាទាំងអស់គ្នាហើយឥឡូវយើងកំពុងតែដើរអេនអននៅមុខរោងអីអញ្ចឹងទៅដើម្បីរៀបចំហើយចំនួនហើយអីអញ្ចឹងណាហើយនេះកូនបើខ្ញុំទាំងអស់គ្នាហើយពេលព្រឹកចឹងគេមានកាហ្វេមានអីឲ្យយើងអញ្ចឹងទៅអញ្ចឹងហើយយើងអ្នកចូលចិត្តកាហ្វេដែរយើងដាក់មួយកែវទៅអញ្ចឹងណាដើម្បីឲ្យវាស្វាងដើម្បីហាយចំនួនឥឡូវដល់ម៉ោងហាយចំនួនណាទាំងអស់គ្នាហើយកន្លែងហាយចំនួននេះថតតែខ្លួនឯងទេអត់មានបងប្អូនសាច់ញាតិណានៅចិត្តទេមានតែអ្នកចិត្តខាងអីចឹងបន្ទាប់ពីហាយចំនួនហើយដល់ម៉ោងហូបទៀតហើយអ្នកទាំងអស់គ្នាហូបបបរពេលព្រឹកចង់និយាយថាមួយខ្វែងដៃខ្វែងជើងកូនបងកូនបើអីអញ្ចឹងណាគឺម្នាក់ខ្វែងដៃខ្វែងជើងថាឃ្លានអញ្ចឹងណានិយាយពីថាឃ្លានមួយអានេះអ៊ំប្រុសខ្ញុំត្រូវជាប៉ាកូនកំឡោះអីចឹងណាទាំងអស់គ្នាហានេះម៉ែខ្ញុំគាត់ត្រូវជាមិញបកើតបងប្រុសខ្ញុំអញ្ចឹងណាឥឡូវចាប់ផ្ដើមគេហាយចូលរោងជ័យហើយអ្នកទាំងអស់គ្នាកូនកន្លោះកូនកំមុំគឺស្រស់ស្អាតខ្លាំងមែនតើនេះបងប្រុសខ្ញុំទាំងអស់គ្នាហើយយើងមានជាការថតរូបលេងពេញនឹងអីអញ្ចឹងទៅដូចថាថតវិញរាប់រយប៉ុស្តិ៍មិនដឹងយកទៅណាអស់ទេចាគឺការបងម្ដងចឹងដាក់អាណាណៃអីអញ្ចឹងទៅហើយមានជាការជុំគ្នាមើលរូបថតសើចរីករាយក្អាកក្អាយសបើមកអ្នកទាំងអស់គ្នាហើយមុខរោងមុខអីនេះមិននិយាយទេចាមានបងប្អូនខាងស្រីទេមានតែខាងបងប្អូនខាងកូនកន្លោះតែម្ដងចាថាមានអ្នកថតកាមេរ៉ាថតរូបស្លឹកមានអ្នកថតវីដេអូឲ្យចាគឺខ្វែងដៃខ្វែងជើងសបើមកកាយវិការវិញដូចអ្នកថតអាជីពចឹងតែក៏មើលរូបមុខវិញបាច់មើលទេមុខឡើងជ្រួញជាប់អាយចឹងណាមុខគេផាត់ម្សៅចង្វាប់នេះថតទៅឃើញមុខឡើងជាប់អាយហើយនេះកូនកន្លោះហើយនឹងបងប្រុសខ្ញុំចាពីអ្នកបងប្អូនជីដូនមួយចាឥឡូវម្ដងកូនកំមុំហើយកូនកន្លោះម្ដងចានាំគ្នារៀបចំរាប់ផ្លែឈើរាប់អីចឹងណាតើវារាប់ផ្លែឈើអីចប់យើងចាប់ដើមមកកាត់សាក់កាត់អីចឹងទាំងអស់គ្នាបើបងប្រុសខ្ញុំវិញទាំងអស់គ្នាមានជាការសប្បាយរីករាយពីបានប្រពន្ធជាខ្លាំងហើយអ៊ំពូមីងយាយតាខ្ញុំគឺមកអស់ហើយទាំងអស់គ្នាគឺមកជុំគ្នាគឺមានការសប្បាយខ្លាំងមែនតើហើយនេះបងប្អូនខ្ញុំបកកើតទាំងអស់គ្នាថាជាងនៅក្បាលវីដេអូនេះចាទាំងអស់គ្នាគឺខ្ញុំអត់បានដាក់សលេងអីច្រើនទេខ្ញុំដាក់បានតិចចាមានជាការអត់ស្គាល់ផ្លែមង្ឃុតអីចឹងណាហើយបន្ទាប់ពីកាត់សាក់ហើយគឺមានជាការចងដៃចងអីប៉ុន្តែខ្ញុំអត់បានដាក់ទេខ្ញុំដាក់កាត់ហ្នឹងទាំងអស់គ្នាហើយយើងមកញ៉ាំអីតែម្ដងគឺមួយឃ្លានហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងនៅវីដេអូតទៀតណាចាំមើល